ផាត់សណ្ដាយជាសហគមន៍អេកូទេសចរធម្មជាតិមួយស្ថិតនៅក្នុងភូមិសាស្ត្របឹងទន្លេសាបនៃខេត្តកំពង់ធំជម្រាបសួរលោកពូខ្ញុំចង់ដឹងបន្តិចតើសហគមន៍នេសាទផាត់សណ្ដាយយើងគឺកើតឡើងតាំងពីឆ្នាំណាមកហើយកើតឡើងដោយរបៀបណា2019បាទដែលគាត់គ្រប់គ្រងឲ្យកើតជាសហគមន៍នេះឡើងបាទយើងគិតថាបើមានទេសចរវាជារឿងល្អសម្រាប់គណៈកម្មការយើងនិងសហគមន៍យើងដែលរកចំណូលបានដោយមិនពឹងផ្អែកទៅលើថវិកាជំនួយពីអង្គការនានាបាទអញ្ចឹងចាប់ផ្ដើមដំណើរការតែម្ដងគឺតាំងពីឆ្នាំ2019បាទអញ្ចឹងត្រឡប់មកសេវាកម្មរបស់សហគមន៍យើងវិញតើនៅក្នុងសហគមន៍នេសាទផាត់សណ្ដាយើងតើយើងមានសេវាកម្មអ្វីខ្លះសម្រាប់ទទួលភ្ញៀវទេសចរដែលគាត់អញ្ជើញមកបាទទន្ទឹមនឹងហ្នឹងគឺយើងរៀបចំសេវាកម្មដូចជាភ្ញៀវមកស្នាក់ភ្ញៀវជាតិភ្ញៀវអន្តរជាតិហើយសេវាទូកកណូតសេវាផ្សេងក្រុមកែច្នៃត្រីកំប្លោកបាទហ្នឹងហើយមានតាំងពីផ្ទះស្នាក់បាទទូកទេសចរបាទសិប្បកម្មកែច្នៃសម្រាប់គាត់ទៅទស្សនាអីបាទតំបន់យើងនេះវាភ្ញៀវដែលចាប់អារម្មណ៍ច្រើនជាងគេទី1គឺគាត់មកមើលត្រីទី2មកមើលសត្វស្លាបទី3មកមើលការរស់នៅលើផ្ទៃទឹកផ្ទះបណ្ដែតទឹកហ្នឹងជីវភាពប្រជាជនអីចឹងតែសហគមន៍យើងនេះយើងមានដងសង្សែនមួយវាជាកន្លែងមួយដែលយើងគួរឲ្យមានភាពតាក់ទាញឲ្យដល់ភ្ញៀវមួយទៀតនៅក្នុងឃុំផាត់សណ្ដាយយើងនេះមានប្រហែលភូមិដែរលោកពូនៅនេះមាន5ភូមិមានភូមិផាត់សណ្ដាយភូមិកំពង់ចម្លងភូមិនាងសាវភូមិទួលនាងសាវនិងភូមិកោះតពៅបាទហើយក្នុងឃុំផាត់សណ្ដាយនេះស្រុកកំពង់ស្វាយខេត្តកំពង់ធំបាទប្រជាជនដែលរស់នៅក្នុងឃុំផាត់សណ្ដាយប្រហែលជាម៉ាញ់ជាង1000គ្រួសារជាង1000គ្រួសារ5ភូមិហ្នឹងជាង1000បាទវិស័យអេកូទេសចរនេះมันបានទៅនរណាម្នាក់ទេគឺយើងបង្កើតនេះគឺចំណេញដល់ប្រជាជនដោយកូនឯងអញ្ជើញមកនេះដឹងហើយបាទកូនឯងចូលទៅគ្រប់ចូលទៅតាមទៀមទិញអីវ៉ាន់ទិញអីទឹកសុទ្ធមានអីអាហ្នឹងវាសុទ្ធតែការចូលរួមចំណែកពីទេសចរគាត់ត្រូវការទិញម្ហូបអាហារត្រូវការអីចឹងណាកូនបាទអញ្ចឹងគាត់មានការងារធ្វើខ្លះបាទអញ្ចឹងពីមុនមកនៅពេលដែលមិនទាន់មានបានន័យថាសហគមន៍ផាត់សណ្ដាយយើងទេគឺប្រជាជនគឺប្រកបរបរនេសាទសុទ្ធតែម្ដងបាទនេះបច្ចុប្បន្នយើងជួយគាត់ច្រើន